បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះវិលមកជួបគ្នាសារជាថ្មីទៀតហើយជាមួយនឹងកង្កែបស្ងោរណាំងៅបងប្អូននេះកង្កែបយើងស្រុកស្រែបងប្អូនខែប្រាំងអញ្ចឹងយើងដើរជីបានអញ្ចឹងខ្លាញ់បងប្អូនជាដំបូងគឺយើងលាងស្អាតជ្រះមកយើងបំពងសាច់កង្កែបទៅបងប្អូនដើម្បីឲ្យវាបាត់ឆ្អាបហើយបន្តមកទៀតគឺយើងដាក់ទឹកបងប្អូនដាក់ទឹកដាំមកយើងដាក់គ្រឿងមានរំដេងស្លឹកក្រូចអីហ្នឹងខ្ទឹមសខ្ទឹមខហើយយើងថែមជាមួយនឹងហ្នឹងហើយសាច់កង្កែបមួយដែលយើងបានបំពងហើយហ្នឹងគឺបងប្អូនយកមកដាក់ពេលទឹកពុះបងប្អូនអានេះរសជាតិដឹងតែអេបងប្អូនហើយយើងដាក់ជាមួយសាច់ណាំងៅបងប្អូនអានេះជាកង្កែបដែលយើងបំពងហើយយើងស្លជាចុងក្រោយនេះគឺយើងដាក់ជាមួយនឹងណាំងៅយើងគឺយើងបានដាក់មកស្ទុះយើងក៏ដោះចេញបងយើងក៏បានដាក់ចានដើម្បីយកមកហូបចឹងបងប្អូនមើលតែទឹកដឹងតែជាតិហើយបងប្អូនអើយមើលថែមជាមួយនឹងគល់ខ្ទឹមស្លឹកខ្ទឹមហ្នឹងបងប្អូនដឹងតែជាតិមកទេអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយបាយបាយ